តើឲ្យខ្ញុំស្រឡាញ់ខ្មាំងសត្រូវរបស់ខ្ញុំដល់របៀបណាទៅខ្ញុំមិនអាចស្រឡាញ់បានទេចម្លើយដែលយើងអាចស្រឡាញ់ខ្មាំងសត្រូវរបស់យើងបានគឺតាមរយៈការដែលយើងស្រឡាញ់ព្រះគ្រីស្ទការដែលយើងស្រឡាញ់ព្រះគ្រីស្ទគឺយើងនឹងស្រឡាញ់ខ្មាំងសត្រូវរបស់យើងហើយខ្ញុំនឹកចាំអំពីលោក Charlie Kirk ដែលគាត់ត្រូវបានគេបាញ់សម្លាប់គាត់ប្រពន្ធរបស់គាត់បានអត់ទោសដល់ខ្មាំងសត្រូវដល់អ្នកដែលសម្លាប់គាត់ដែលសម្លាប់ប្តីរបស់គាត់វាជារឿងមួយពិបាកមែនទែនប៉ុន្តែយើងត្រូវតែអត់ទោសដល់ខ្មាំងសត្រូវរបស់យើងហើយពីព្រោះព្រះអត់សប្បហាទេការដូច្នោះបានជាគាត់អត់ទោសដល់អ្នកដែលសម្លាប់ប្តីរបស់គាត់នោះឯងបានជាយើងត្រូវអត់ទោសពីព្រោះទំហំនៃការអត់ទោសរបស់យើងចំពោះបុគ្គលណាម្នាក់វាមិនស្មើនឹងព្រះអង្គអត់ទោសចំពោះយើងទេការអត់ទោសរបស់ផងព្រះអង្គមិនមែនគ្រាន់តែយើងគិតតាមរបៀបព្រះអង្គជាព្រះព្រះអង្គទោសនេះស្រួលដូចបកជែកខ្ចីហ្នឹងព្រះអង្គជាព្រះព្រះអង្គធ្វើអីក៏បានដែរប៉ុន្តែព្រះអង្គមិនដូចឆ្នាំនេះព្រះអង្គមកជាយាមមកសគត់ណាបងប្អូនព្រះរាជបត្តានៃព្រះយាមមកសគត់ឲ្យគេវាដំប្រមាថដំលើជើងឆ្កាយយើងគាត់ថានោះជាអ្វីដែលបង្ហាញពីសេចក្តីស្រឡាញ់នៃការអត់ទោសរបស់ព្រះអង្គចំពោះយើងព្រះអង្គរងទុក្ខជំនួសយើងដូច្នេះបានជាការអត់ទោសរបស់យើងចំពោះខ្មាំងសត្រូវរបស់យើងកុំប្រៀបធៀបថាទំហំដែលខ្ញុំខឹងបុគ្គលឬក៏គាត់សម្លាប់ឪពុករបស់ខ្ញុំម្ដាយរបស់ខ្ញុំមិនអាចអត់ទោសគាត់បានទេបើសិនជាបងប្អូនមិនអត់ទោសឲ្យគាត់បងប្អូនក៏ពិបាកក្នុងការព្រះអត់ទោសបងប្អូនដែរព្រះអង្គសប្បហាតែយើងអត់ទោសបានដល់នៅព្រះគម្ពីរព្រាងសួរថាម៉េច770ដងក៏បើថាយើងអត់ទោសរហូតអត់ទោសខ្មាំងសត្រូវរបស់យើងនៅក្នុងកូឡូសជំពូក3ខ12ដល់ខ14សាវកពលសរសេរថាម៉េចឲ្យយើងអត់ទោសឲ្យគ្នាទៅវិញទៅមកអត់ទោសដល់បងប្អូនរួមជំនឿយើងដែរទោះបីជាពួកគាត់ធ្វើខុសយើងទទួលគ្នាត្រឹមត្រូវដូចគ្នាអត់ធ្មត់ដូចគ្នានេះជាបំណងប្រហារទេព្រះសម្រាប់យើង